កម្មភាពមួយចំនួនក្នុងការរៀបចំសែនចូលឆ្នាំថ្មីប្រពៃណីជាតិតែអ្នកទាំងអស់គ្នាបានរៀបចំសែនហើយឬនៅចំពោះខ្ញុំប្រើរយៈពេលមួយល្ងាចដើម្បីរៀបចំដោយមានចការទឹកបេះផ្កានៅជិតផ្ទះការរៀបចំនេះគឺថាឃើញតិចតួចមែនប៉ុន្តែរវល់មែនរៀបចំចុះឡើងគឺមានចការគ្រៀនបាយខ្លាំងគឺអស់កម្លាំងយកតែម្ដងក្រោយពីការកាច់ផ្កាអីហើយខ្ញុំក៏ចាប់ផ្ដើមបត់ជាមួយនឹងផ្កាភ្ឈូកលក្ខណៈថាគេបត់ហើយគេបះហាអញ្ចឹងណាធ្វើដូចបត់ស្អាតតែកុំខ្វល់បន្ទាប់ពីយើងបត់អីហើយក៏ចាប់ផ្ដើមដាក់តាំងនៅក្នុងថូដែលខ្ញុំរៀបចំថូចំនួន2ក្នុងមួយថូហ្នឹងមានជាមួយនឹងផ្កាឈូកដើមឫស្សីហើយជាមួយនឹងផ្កាចំប៉ីចំប៉ាផងក្រោយពីការរៀបចំរួចមួយកន្លែងហើយក៏ចាប់ផ្ដើមរៀបចំមួយកន្លែងទៀតដោយរៀបចំដាក់ផ្លែឈើដែលធម្មតាក្នុងការសែនត្រូវតែមានផ្លែឈើអត់បានទេអញ្ចឹងរៀបចំផ្លែឈើអីឲ្យមកស្អាតទៅដាក់ឲ្យគ្រប់ទៅតែនេះគឺអត់មានរៀបចំអីធំដុំទេគឺតិចតួចតែអ្នកទាំងអស់គ្នានេះគឺជាលទ្ធផលដែលខ្ញុំបានរៀបចំ